ជីវិតរបស់យើងអត់អាចទទួលបាននូវសន្តិភាពទេខ្ញុំគិតមើលពិភពលោកទាំងមូលនេះណាកាលណាដែលមនុស្សខ្វះធម៌សង្គមមនុស្សនេះនឹងអសន្តិសុខជាក់ស្ដែងដូចសប្តាហ៍ថ្ងៃនេះអញ្ចឹងមិនមែនតែទំនាស់ប្រទេសនិងប្រទេសទេសូម្បីតែបញ្ចបត្តិហ្នឹងក៏ដូចគ្នាចឹងដែរបញ្ហាក្នុងសង្គមនឹងច្រើនជាអនេកប្រការហេតុអីបានរឿងវាទៅជាអញ្ចឹងថាដោយសារតែវាមិនមានធម៌នឹងបែបណាមិនមានចិត្តសង្គ្រោះមិនមានចិត្តសន្តោសមិនមានមេត្តាមិនមានករុណានោះឯងហើយរឿងខ្លះទៀតមកកលេចឃើញសង្គមមនុស្សនេះមិនសូវចូលចិត្តរឿងមានប្រយោជន៍ទេបាទរឿងអិនប្រយោជន៍ចូលចិត្តផ្ដាំចឹងបានជាតិសាសដតីគេដៀលណាជាតិសាសហ្នឹងវាដែលទៅយូរស្អីតាមតិចហ្នឹងភ្លេចអស់ស្មាប្រហែលថ្ងៃនេះជិះតាមឡានមកវិទេសនាកំពង់ស្ពឺម្សិលមិញជិះមកតាមផ្លូវជិះអង្គុយគិតអំពីផ្លូវចិត្តរបស់ប្រជាពលរដ្ឋខ្មែរយើងកុំថាទៅប្រទេសគេយើងថាតែខ្មែរយើងចាស់ឆាប់ភ្លេចចឹងជាស្ដែង18នាក់នៅឯនោះបែបភ្លេចអស់ហើយឥឡូវមកល្បីរឿងបុកលហុងមួយចាន 50000 មួយថាស 50000 វាទៅល្បីហ្នឹងអាដើមតលេងអាគល់ទៅយកអាចុងល្បីរឿងហ្នឹងវិញវាជាការបង្ហាញថាមនុស្សក្នុងសង្គមយើងនេះមិនសូវចូលចិត្តរឿងល្អត្រឹមត្រូវទេ